ខ្ញុំគណៈអាត្មាភាពតំណាងបញ្ញាដំកុងសេរីរាជគណៈថ្នាក់កិត្តិយសប្រវណីធនគុណខណ្ឌសែនសុខបច្ចាតកាវត្តខ្លាសង្កាត់តខ្លាខណ្ឌសែនសុខរាជធានីភ្នំពេញបន្ទាប់ពីពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌបានបញ្ចប់ទៅសម្រាប់ឆ្នាំ2025នេះបាននាំយកទេយ្យវត្ថុដែលពុទ្ធបរិស័ទបានចូលរួមនៅក្នុងវត្តខ្លាមកជូនមូលដ្ឋានកងរាជវុធហត្ថក្នុងខណ្ឌសែនសុខតាំងនាមអាត្មាភាពមកចូលរួមនៅទីនេះក៏អរគុណខាងកងរាជវុធហត្ថខណ្ឌសែនសុខដែលបានចូលរួមសហការនឹងការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខទាំងមូលដូចជាប្រជាពលរដ្ឋដែលចូលរួមធ្វើបុណ្យនៅក្នុងវត្តខ្លាក៏សូមប្រសិទ្ធពរឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនអរគ្នា